ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះធ្វើជាម្ដាយល្អប្រពន្ធល្អម្ដងព្រោះដោយសារធម្មជាតិខ្ញុំបងប្អូនដឹងហើយខ្ញុំអត់ចេះធ្វើម្ហូបទេហើយឥឡូវហ្នឹងអាយុ40ស្អែកកាន់ស្អែកឯងធ្វើម្ហូបនេះគឺរៀនទេបងប្អូនបាននេះតែទៅចាប់ផ្ដើមរៀនទេណាហើយថ្ងៃនេះណាសម្រាប់ពីការងារជប់បនអ៊ំទូបងប្អូនអញ្ចឹងទៅស្លម្ជូរក្បាលត្រីផលិតជាមួយនឹងការស្នោក្បែរផ្ទះឲ្យកូនឲ្យប្តីហើយទៅនេះខ្ញុំទិញក្បាលត្រីមួយមកហើយទៅឥឡូវនឹងធ្វើចាប់ដើមធ្វើសម្អាតវាទៅអាពោះត្រីនឹងខ្ញុំវះតាមពវៀនតាមកាពះវានឹងវះកោសយកអាខាងក្នុងវានឹងឲ្យស្អាតហើយនិយាយទៅកោសតស្អាតអញ្ចឹងហើយទៅខ្ញុំយកធម្មតាគឺយកមកច្បាច់ជាមួយអំបិលព្រោះប្តីខ្ញុំក៏ចូលចិត្តញ៉ាំអាហ្នឹងអញ្ចឹងទៅច្បាច់អំបិលឲ្យវាបាត់ឆ្អាបអញ្ចឹងណាហើយធានាខាងក្នុងនឹងស្អាតខ្ញុំកោសកាពះវានឹងកាពះត្រីនឹងកោនិយាយទៅចង់និយាយថាកាពិតបងប្អូនតកែធ្វើជាងខ្ញុំអត់ចេះទេខ្ញុំចេះធ្វើទៅទេតាំងពីក្មេងមកម៉ែអត់សូវដែលបរោយធ្វើចឹងទៅខ្ញុំអត់សូវចេះមិនថាម៉ែអត់បរោយម៉ែអត់ប្រើចឹងខ្ញុំអត់សូវចេះហើយនេះកូនកំមុំគាត់ទៅបេះផ្កាស្នោឲ្យដើរបេះផ្កាស្នោនៅក្បែរផ្ទះនឹងបងប្អូនអើយបានយកមកដាក់មួយស្លហ្នឹងផ្កាស្នោធម្មជាតិឲ្យបងប្អូនមើលទេសភាពវាស្រែខៀវស្ងាត់ណាបងប្អូនចិត្តដល់ខែផុសខ្លាញ់ទៀតហើយនេះផ្កាស្នោបេះបានតែបន្តិចទេដោយសារវាចិត្តផុតរដូវបងប្អូនចិត្តផុតរដូវផ្កាស្នោហើយឥឡូវគ្រប់យ៉ាងហើយអស់មានតែប៉ុណ្្នឹងទេហាក់មានស្លឹកអំពិលទេខ្ញុំស្លអំពិលទុំហើយទៅអត់បានថតគ្រឿងថតអីសពបែបយ៉ាងហើយមានតែស្លោឆ្អិនហើយក៏ដាក់ចឹងហ្មងទៅហើយនេះស្លោក៏ឆ្អិនចឹងបងប្អូនហើយស្លោម្ជូរបងប្អូនបានទឹកត្រីម្ទេសច្រាំខ្ទឹមម៉ត់ដូចមិញដូចខ្ញុំចូលចិត្តណាហើយឥឡូវក៏ឆ្អិនទៅបងប្អូនឲ្យពួកគាត់ញ៉ាំទៅកូនស្រីខ្ញុំមាន3នាក់តែឥឡូវបាត់ផុសពៅម្នាក់អត់បានថតហើយមើលអៀនមានស្លោអីមានតែស្លោម្ជូរអស់លុយតិចហ្នឹងហើយអរគុណបងប្អូនអរគុណសម្រាប់ការទស្សនាបងប្អូនណាអរគុណ